Hello ជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីថតរូបនៅក្នុងថ្ងៃនេះកាត់ច្រើនពេកហ្នឹងគឺឡើយមិនដឹងថាកាត់ខ្លួនឯងនៅថ្ងៃខ្លះទៀតឡើយនឹងគឺយកកាត់ថ្មីមកមើលសម្រាប់អមគាត់ត្រូវការដូចយើងមើលថតរូបម្ដងគាត់ថា mini size បងប្អូនឲ្យបងក្នុង stock អ្នកនេះក៏មកបានមានច្រើនប្រភេទដែរសម្រាប់គ្លីកហ្នឹងអូខេអញ្ចឹងយើងមកមើលជាមួយនឹង Messi នៅក្នុងថ្ងៃនេះអ្នកគ្នា Happy International Tweet Day ខ្ញុំមិនសមមិនខ្ញុំប្រញាប់មកហ្នឹងគឺដើម្បីធ្វើពិធីមួយពីបងខ្ញុំមានវីដេអូនៃពិធីខ្ញុំធ្វើទៀតដល់យកមិនហ្នឹងតែចាំមើលខ្ញុំមក sale ខ្ញុំមកដាក់ទូរស័ព្ទនេះសិនអញ្ចឹងខ្ញុំនឹងថតឲ្យដល់ខ្ញុំចូលចិត្តពីខ្លះគេសួរថានៅតែអត់ធន់ទេអត់ចេះធន់ទេខ្វះការងារធ្វើទេចាតែប្រកបទូនទីធ្វើថ្មីនេះអត់ខ្វះការងារធ្វើទេអ្នកគ្នាគ្រាន់តែថាពីច្រើនខ្ញុំអត់សូវឆ្វេងឆ្វាយញ៉ៃដោយសារអីខ្ញុំអត់ចង់យកថាអង្គុយគេមកដាក់អីចឹងនេះចាប៉ុន្តែសម្រាប់កូនសិស្សសំណប់ចិត្តកូនសិស្សត្រូវចិត្តត្រូវខ្លាំងគ្នាអ្នកគ្នាមកអ្នកនរគ្នាប្រាប់ខ្ញុំឯងជួយមកស្រឡាញ់ជួយមកទំហឹងតែមិនដឹងថាផលបានមិនដែរណាព្រោះអីខ្ញុំនិយាយចឹងខ្ញុំមិនមែនជាអ្នកដែលមានវិជ្ជាជីវៈនៅលើរឿងហ្នឹងឯងយើងធ្វើទៅតាមអ្វីដែលយើងគិតយើងធ្វើទៅតាមអ្វីដែលបងចែកម្លែកហើយយើងសាកល្បងមើលអីចឹងណាដូចspare នេះចឹងខ្ញុំចែកម្លែកអ្នកនេះខ្ញុំ click clear ដល់ spare block energy every អញ្ចឹងខ្ញុំឃើញបងធ្វើហើយខ្ញុំសាកល្បងហើយខ្ញុំធ្វើទៅបានផលអញ្ចឹងហើយបាទខ្ញុំចែកម្លែកអ្នកនរគ្នាទៅមើលនៅក្នុង channel Twitter អ្នកគ្នានឹងឃើញ clip tweet ដែលធ្វើជាច្រើនទៀតហើយឥឡូវហ្នឹងខ្ញុំមានហបច្រើនក្នុងដៃតែហបទាំងអស់ហ្នឹងហបមកចំនួនគឺខ្ញុំអត់ស្គាល់ទេខ្ញុំត្រូវការ research បន្ថែមទៀតថាវាធ្វើអីទៅទីមានខ្លះថ្ងៃនេះគឺជា International Tweet Day ចឹងថ្ងៃហ្នឹងគឺអត់មានការទទួលមើលការឆ្វេងឆ្វាយអីទេអ្នកដែលបានកក់តអ្នកអត់បានកក់ថ្ងៃហ្នឹងគឺបិទហើយចាប់សពគ្រប់ហើយពួកខ្ញុំត្រូវធ្វើឈុតនឹកនេះចាសម្រាប់បងប៉ុន្តែសម្រាប់បងដែលគាត់អត់មានឈុតនឹកនេះក្នុងដៃទេតែចង់ធ្វើអត់ទាន់ថ្ងៃពិសេសក្នុងដៃអ្នកគេឆាតមកខ្ញុំទទួលធ្វើរហូតដល់ម៉ោង11យប់ហ្នឹងណាចាពួកអីខាមពលល្អបំផុតមកគឺម៉ោង11អញ្ចឹងខ្ញុំនឹងមុនម៉ោង11គឺខ្ញុំនឹងរៀបចំឧបករណ៍ឲ្យអស់ដំណើរគឺយើងលេងយកតែម្ដងចាអ្នកខ្លះប៉ុន្តែគេចាដល់វាឲ្យគេនឹកដងហ្នឹងចាដាក់ស្នាដាក់ចងអ្នកក្រាស់គេអ្នកអីចឹងខ្ញុំលើកទឹកចិត្តអ្នកខ្ញុំក៏អ្នកក្រាស់គេដែរតែអ្នកនេះក្រាស់ខ្ញុំទៅផងចាំគេ single ចាំនេះបងចាបើគេមានគូគេមានអីកុំញញ៉ៃពីគេអីចាខ្ញុំមានគូខ្ញុំដាក់ដែរចាគាត់ឲ្យគេនឹកយើងព្រោះយើងនឹកគេចឹងឈ្គួតតែដល់វាឲ្យគេនឹកយើងឲ្យឈ្គួតម្ដងនិយាយលេងបងបាទតែបាត់យើងលៀងចេញបានតាបងចាបើសិនជាគេល្អដែរចឹងណាបងចានិយាយលេងនិយាយសើចណាបងនិយាយលេងនេះច្រឡំផ្ញើមកមែនតើនេះគ្រូខ្ញុំកាត់គេប្តីគេអង្គតាគេគ្រូអ្នកខ្វាច់លើកដើមមានតែញញ៉ៃទេរបស់គេដឹងរបស់គេតែបើថាមិនរបស់គេក្នុងឋានៈដែលមិនច្បាស់លាស់ដែរអាហ្នឹងយើងមានសិទ្ធព្រោះអីគឺក្នុងដំណាក់កាលមួយដែលអត់ច្បាស់លាស់ហ្នឹងណាចាច្បាស់លាស់ខ្ញុំមានន័យថាចេះខ្ញុំមិនដឹងថាសង្គមយើងគេហៅថាមិនទេណាប៉ុន្តែខាងផ្ទះជិតខាងគេហៅគុណខុយណាមានតែជាមនុស្សដែលឆាតសាសងគ្នាដោយអត់មានឋានៈទេចានិយាយថាពីព្រឹកឡើង good morning ថ្ងៃឡើងផ្ញើបាយថ្ងៃធំនិយាយឡើងផ្ញើនេះផ្ញើនោះមក good night good អីតែរាល់ថ្ងៃសួរឋានៈអីជាគ្នាអត់មានទេសោះអត់មានភាពច្បាស់លាស់គេហៅថាគុណខុយណាចាអ្នកគេហៅអីឥឡូវគេប្រើពាក្យថ្មីគេបញ្ជូនអាវីដេអូរៀលទៅវិញទៅមកគេហៅ real relationship ចា relationship មិន relationship ណា relationship មិត្តភាពចំណេះតំណងបែបផ្ញើរៀលទៅផ្ញើរៀលមកចាបើអ្នកនរគ្នាអាចនឹងឆាត relationship ចាឆាតទៅឆាតមកអញ្ចឹងណាចាអានោះអាចសាក់លបងបានជាមួយនឹងជំនិតនេះណាចាតែហាហ្មងបងសង្សារគេប្តីគេអីមួយពី3 4នេះកុំណាប្តីគេប្រពន្ធគេហ្នឹងបងកុំញញ៉ៃអីបែបណាបងអើយចាទោះយើងមានបានក៏ដោយយើងមិនដឹងថាយើងលៀងថត់ជាតិហ្នឹងទៅមិនដឹងថាជាតិមុខវាមិនទៀតទេណាបងអញ្ចឹងយើងកុំអាចពាក់កម្មពីវេរាគ្នាអីចាហើយរឿងហាអ្នកនឹកហ្នឹងដែរបើគេល្អបងចាគេល្អគេលយគេថែខាងយើងគេអីដែរណាចាំបងតងហាចាថាបាយលក្ខណៈខ្មើពីមុខខ្មើពីក្រោយអីទេឬក៏បាយលក្ខណៈមើលទៅមិនសូវដែរកុំចំណាយធនធានបងព្រោះជក់នឹងវាថ្លៃដែរប៉ុន្តែខ្ញុំចង់ចិត្តនឹកខ្មើអ្នកនេះខ្ញុំប្រាប់ណាបងស្គាល់ខ្ញុំដឹងតាំងពីដើមមកមនុស្សប្រុសកាន់តែខ្មើខ្ញុំកាន់តែចូលចិត្តតែខ្ញុំមានស្នាដៃការចូលរបស់ខ្ញុំក៏ប៉ុន្តែឲ្យត្រូវបានសភៅនឹងយកទៅអានណាសភៅហើយវាចូលទៅកាន់តារានិកថាធ្វើមកអីគេចាប់អារម្មណ៍យើងតើឥឡូវខ្ញុំសម្រាប់សភៅនេះខ្ញុំលេងទៅសេព្រោះមានអារម្មណ៍ថាហត់ពេកចាទុកឲ្យអ្នកនរគ្នាមកមើលកាក់មួយខ្ញុំហើយសួរខ្ញុំអ្នកគ្រូឥឡូវខ្ញុំក្រាស់អ្នកតារានិកនេះអ្នកកោនេះគួរធ្វើមិនមកខ្ញុំត្រូវចាប់ពួកនេះជំនាញខ្ញុំហ្មងហើយរឿងពិតអ្នកនរគ្នាមើលឲ្យខ្ញុំមកសើទទួលមើលឲ្យតែសាយម្នាក់មកសឹកកំពូលហើយតែហេមហាងដោយសារគេដែរនេះសូមានអីអស់ចាតែបើថាដូចអិចខ្ញុំយកស្អីដូចក្រាស់ខ្ញុំអីនៅថៃដូចអិចខ្ញុំនៅថៃហ្នឹងណាគេសិតលំដាប់ CEO ខ្ញុំទាត់ចោល CEO បណ្ណាក៏ដោយទុកស្អីទុកនៅក្បែរទេដបលហើយការរីកចម្រើនទៅការភាពជោគជ័យក្នុងជីវិតខ្លួនឯងដែរអត់ត្រូវការឲ្យមិនមែនណាមកជាចងច្បាក់ដាក់ជើងទេអញ្ញាមកជំនួនអត់ស្មានដល់សាធនចិត្តរីតូហ្គេតទៀតនេះតាំងមកទីឡជាពិសេសម្ដងពេលនេះមកគ្រីរីតូហ្គេតនិយាយពីមកអត់លះហើយគាត់ឃើញប្រធានបទអីថាខ្ញុំប្រាប់ថាបងខ្ញុំរវល់ហ្មងមកឆ្ងល់ទេខ្ញុំអានទីថាបាននេះ
ស្នេហាបងមានចោះយើងចាំម្លេចក្នុងនាមជាមនុស្សស្រីវ័យ30បងតែខាងបងប្អូនពួកខ្ញុំជួបពីចាំគឺបងប្អូនតែស្បែកខ្ញុំហើយអ្នកគ្នាបងតែអ្នកគ្នាបងខ្ញុំទេពីក្មេងបងតែតែចាំម្លេចជីវិតគូមិនមានតែប៉ុណ្្នឹងឯអូនចាតែនៅពេលយើងដើរពីមួយឆ្នាំទៅមួយឆ្នាំពីមួយវ័យទៅមួយវ័យបើយើងដឹងថាការវាពិតជាសំខាន់មែនវាពិតជាសំខាន់ណាស់ក្នុងជីវិតគូវាមិនមែនគ្រាន់តែពាក្យថាអូនបងស្លាញ់អូនស្លាញ់បងនឹងវាគ្រប់គ្រាន់ទេវាមានច្រើនជាងនឹងគេចូលគាត់ឲ្យទៅលំទៅលាយយើងក៏បានជួបជាមួយនឹងបងខ្លះគាត់ពិតជាដឹងគាត់ក្មេងមែនប៉ុន្តែគាត់មានបទពិសោធន៍បាត់ជ្រៅជ្រះរឿងហ្នឹងណាគាត់ដឹងថាអូនបងពួកខ្ញុំស្រឡាញ់គ្នាហើយដល់មានបញ្ហាស្នេហាគ្រួសារចេះ1 2 3 4មកប្រឹក្សានិយាយស្រាយច្រឡំយករឿងគេមកនិយាយបានខ្ញុំចង់ឆាច់លេគូខ្លះគាត់ទៅចង់នៅពេលគ្នាតែមិនអាចចឹងអ្វីដែលខ្ញុំប្រឹក្សាទៅវិញបានបងចង់នៅជាមួយគេបញ្ហាណាដែលគ្រួសារបងមិនពេញចិត្តបងឲ្យខាងគេបំពេញអត់ជាយើងធ្វើអស់តែភាពបង្ហាញក្រុមគ្រួសារព្រោះគ្រួសារយើងថាគេធ្វើបានតែបើសិនជាគេអត់ខ្វល់គេអត់រវល់មានន័យថាយើងជាមនុស្សដែលគេស្រឡាញ់មិនគ្រប់គ្រាន់នេះព្រោះបើសិនជាយើងជាមនុស្សដែលគេស្រឡាញ់គ្រប់គ្រាន់គេនឹងធ្វើគ្រប់យ៉ាងគេនឹងបំពេញគ្រប់យ៉ាងនៅអ្វីដែលយើងត្រូវការឬក៏គ្រួសារយើងត្រូវការហើយយើងក៏ដូចគ្នាដែរបើយើងស្រឡាញ់គេយើងបំពេញគ្រប់យ៉ាងនៅអ្វីដែលគេត្រូវការនឹងគ្រួសារគេពេញចិត្តដូចគ្នាហើយនៅសង្គមយើងនៅសង្គមយើងសង្គមប្រទេសណាក៏ដោយសញ្ជាតិដូចគ្នាជនជាតិដូចគ្នានេះគឺបកកានមករឿងហ្នឹងបើអ្នកនរគ្នាសាប់បវររឿងអ្នកបលីខ្ញុំនិយាយមកហៅតែជាងហ្នឹងទៀតចាយើងថតទៅលើសង្គមចិនចាក់កូនស្រីត្រូវនៅបំរើផ្ទះអ្នកបលីហើយកូនប្រុសកូនប្រសាត្រូវតែនៅបំរើម៉ែឪផ្ទះហ្នឹងមិនអាចអត់កូនប្រុសបាននេះហើយក៏មិនអាចអត់កូនប្រសាស្រីបំរើម៉ែឪបានដែរហើយវាកាន់តែសាហាវយងខ្នងមួយទៀតនោះគឺប្រុសចង់មានស្រីប្រមាណក៏បានដែរយករឿងគេមកហែកហួរនឹងកើតហ្នឹងខ្ញុំចង់និយាយចាំអ្នកបបពិសោធន៍នេះជាសារមួយរបស់បលីបើសាសនាគេគោរពផងតែបើសួរថាស្របច្បាប់ឲ្យពេញច្បាប់ក៏មានតែមួយដូចយើងដែរប៉ុន្តែក្រោយខ្នងនឹងប្រមាណទេមកយើងបោកវិញបោកចង់ឈួតយ៉ាងទាំងបរទេសតែខ្មែរយើងគេរស់នៅនឹងគេដាក់អាហារសនាមឲ្យចឹងមិនចង់និយាយថាអូច្រឡំទៅបលីអីណាជប់ភ្ញៀវទេសចរជប់ធូរីជប់អ្នកបលីអីចង់សាងស្នេហ៍ចង់សាងគ្រួសារប្រយ័ត្នភ្នែកហើយមិនតែសង្គមយើងឯងមើល influencer ដែលគេនិយាយឲ្យគេ comment អីចឹងណាស្បែកទៅឌូបៃនេះខាងណាក៏មានដែរនិយាយទៅចឹងខ្ញុំចង់និយាយថាវាមានកាត់ឡើងគ្រប់ប្រទេសគ្រប់ជាតិសាសន៍ទាំងអស់ហ្នឹងសម្រាប់យើងច្បាស់ខ្លួនឯងព្រោះវេនកម្មទៅការតន់ហនណាចឹងហាអត់ចាំបាច់ឲ្យទេវតាណាប្រាមុខទេតន់ពួកអ្នកទាំងអស់គ្នាកុំពេលមានបញ្ហាឬក៏មានទុកសោកឬកម្មអីក្នុងជីវិតចោលទៅមុខទេពួកពេលខ្លះវាអាចជាកម្មពីអតីតជាតិដែលអ្នកទាំងអស់គ្នាសាងហើយខ្លួនឯងទទួលផលនៅជាតិហ្នឹងឲ្យដើរប្រកួតប្រកាសបន្ទូទេវតាតបានមួយព្រមលិខិតអាត្រង់ជាតិមុនខ្លួនឯងធ្វើនេះឆ្លោះកញ្ចក់មើលអត់មានដឹងអត់បងខ្លះអ្នកគ្រូមកជីវិតខ្ញុំមកភ័ព្វគូមែននៅគេខ្ញុំជួបតែអ្នកខុសជួបតែអ្នកខុសតែដល់ពេលមើលច្បាស់ថ្ងៃកំណើត90ថ្ងៃសាតែនៅក្នុងខ្សែដឹកនាំដោយប្រសាប៉ុណ្ណឹងហើយអត់ទាន់ច្បាស់អំពីជោគជតាខ្លួនឯងទៀតណាចាសម័យ Virgo ក៏មានភពដឹកនាំនៃប្រសាដែរអ្នកដែលកើតនៅចន្លោះប្រាក់នៅក្រេទី20តែឲ្យនេះតែមើល Virgo ខ្លួនឯងនៅក្រេទី20អត់ប៉ុណ្ណឹងហើយចម្លើយគឺវាឆ្លើយច្បាស់ហើយមិនចាំបាច់ទៅប្រឹក្សាចាំបាច់ទៅសួរនាំទេវតាណាទេខ្ញុំនិយាយបាយលក្ខណៈអ្នកដែលកើតមកក្នុងចតាកំណើតដែលកម្មក្រាស់ជាងគេហ្មងណាចាឲ្យតែពាក់ព័ន្ធមួយសាធរឬក៏ថ្ងៃសៅរ៍ហ្នឹងឯងតែមានថ្ងៃផ្សេងៗជាច្រើនទៀតតែភ័ណ្ឌសំណាងគេក៏មានដូចគ្នាបើសិនជាអ្នកភ័ណ្ឌឡើងវាទៅ flow អ្នកគ្នាផុតទុកផុតកម្មហើយជីវិតអ្នកនេះ fortune ជាងគេជាងឯងធម្មតាខ្ញុំតែប្រាប់អ្នកនេះមួយមនុស្សដែលរងវិសកម្មជាងគេតែនៅពេលដែលទទួលបានផ្លែផ្កាក៏ធំជាងគេដូចគ្នានេះព្រោះធ្វើបន់រហូតតាមតឹងរហូតអីរហូតដើម្បីត្រៀមខ្លួនរីត្រូហ្ក្រេត26នេះតទៅជាពេលវេលាដែលហត់ផលហត់បន់ហើយនឹងកម្មអ្នកដែលមានបន់ច្រើនយ៉ាងនេះក៏ទទួលបានផ្លែផ្កាផ្អែមអ្នកដែលមានកម្មខ្លះក៏ដល់ពេលនេះទៅទូទួតចាកុំលេងលេងលំហើយខ្ញុំនិយាយដល់ហោរឿងហ្នឹងរឿងខាងនិយាយតាំងពី2026មកមិនសូវនិយាយរឿងវេនកម្មរបស់តារានិករបស់ថ្ងៃកំណើតអ្នកគ្នាផ្លេចឬកំណត់ចាតាមហ្នឹងណាបងចាអញ្ចឹងត្រួសរៀបរាប់ប៉ុណ្ណឹងនិយាយច្រើនពេកហើយវីដេអូអត់ចាញ់អញ្ចឹងខ្ញុំមកមើលឲ្យ message វេនកម្មផលអីគេខ្លះនេះទៅទទួលបានអ្នកដែលមានបនជីវិតអ្នកនេះនឹង fortune ហើយអ្នកដែលមានកម្មជីវិតអ្នកទាំងអស់គ្នានឹងងឹត8ទិសអាចនឹងមានឱកាសរិស័យដាក់រិស័យធ្លាក់ផងប្រយ័ត្នប្រយែងនៅចំណុចខ្លាំងហ្នឹងប្រយ័ត្នបញ្ហាឆ្លោះទាស់តែងដេកញែកគ្នាទប់កំហឹងទប់អារម្មណ៍ឲ្យបែនហើយអ្នកដែលមានបនអ្នកទាំងអស់គ្នាក៏នឹងទទួលបានដោយផ្លែផ្កាមិនថាអ្នកមានបនឬក៏អ្នកមានកម្មទេបន្ទាប់ពីអ្នកទាំងអស់គ្នាឆ្លងកាត់ក្នុងរំពេលនេះក្នុងខែ7នេះហ្មងណាចាអ្នកទាំងអស់គ្នានឹងចាប់បានទទួលបានដោយផ្លែផ្កានឹងទទួលបានផលអ្នកដែលមានកសលផលបុណ្យច្រើនអ្នកទាំងអស់គ្នានឹងបាន
ពីការខិតខំរបស់អ្នកទាំងអស់គ្នាចាហើយបើសិនជាយើងមានកម្មតែយើងត្រូវធ្វើមកធ្វើបន់មិនមកសួរខ្ញុំនេះថាត្រូវធ្វើមកហេតុផលងាយងាយនៅចំពោះទ្វីតនេះគឺធ្វើបន់គ្មានការធ្វើបន់ណាសតខាតទេបងសួរតែនេះគឺមានវិធីណាលៀងចំនួនចម្លែកឆាប់បងអត់មានផ្លូវកាត់ទេបងដូចបងអាយុ6ឆ្នាំបងត្រូវចូលយថាទី1មិនអាចឆ្លោះទៅទី12បានឡើយតែវាអាច6ឆ្នាំហើយយ៉ាងណាទី1ទេក៏អាចបានឡើងទី2អញ្ចឹងទៅបងចូលយតាំងពីមកតីពេលអាយុ5ឆ្នាំវិញអញ្ចឹងទៅយូរ6ឆ្នាំអាចបានយ៉ាងណាទី2វាអាចមិនសិនយើងប្រឹងតែបើយើងដេកចាំសង្ឃឹម6ឆ្នាំអាចឆ្លោះទៅទី12បានទេបងហើយនៅទទួលស្គាល់ការពិតចំណុចកន្លែងហ្នឹងខ្ញុំចាំតែខ្ញុំឌីពេកគឺងាយងាយក៏បាត់ងាយងាយទៅចានេះเขาធ្វើបនអត់ដងលៀងកម្មលើកដួលលើកអីចានេះគឺជាអ្វីដែលខ្ញុំកំពុងនិយាយថាបង6ឆ្នាំតែរៀនទី1តែបងអាចមានឱកាសបានរៀនទី2ដូចគ្នាការមកក្នុងថ្ងៃហ្នឹងខែហ្នឹងបញ្ហាកម្មហ្នឹងត្រូវជួបអញ្ចឹងតែបងធ្វើមិនទៅវាអាចលៀងឆាប់អស់ទូឆាប់ហើយជីវិតបាននៅសេចក្តីសុខស្ងប់សុខពេលថ្ងៃអញ្ចឹងខ្ញុំប្រាប់ឲ្យមកគុណបងបើសិនខ្ញុំអត់មានបងខ្ញុំមិនអង្គុយកាប់កាប់មួយអ្នកអត់គ្នា3ឆ្នាំមកនេះទេនោះថតតាំងចុងឆ្នាំ2023ខ្ញុំខ្លាចពេលនេះមកស្គាល់ខ្ញុំទេខ្ញុំនិយាយថាខ្ញុំដឹងគុណបងណាខ្ញុំធ្វើបងជាប្រចាំហើយខ្ញុំធ្វើធំទៀតតែខ្ញុំដែរបកបកាសខ្ញុំដែរបកបកាសទេពួកបងយើងធ្វើចេញពីសទ្ធារបស់យើងអត់ត្រូវការបកបកាសឈ្មោះបកាសអីបងមកជំនួសក៏ដូចខ្ញុំដែរពេលដែលយើងដើរដល់ផ្លូវស្ងប់ហើយយើងលែងខ្វល់ថាអាហ្នឹងវាជាអីហ៎សុបាយចិត្តបែបមិនធ្វើបែបហ្នឹងទៅប្រយ័ត្នប្រយែងនៅក្នុងឡងពេលនេះដែរអ្វីដែលអ្នកទាំងអស់គ្នាធ្វើអ្នកគ្នាគិតថាអូវាមិនទៅមុខទេវាអស់សង្ឃឹម1 2 3 4ត្រឡប់មកចេញអានទៅចំណុចកន្លែងហ្នឹងឡើងវិញព្រោះហានិភ័យ50 50ដែរប្រយ័ត្នប្រយែងមែនតើបញ្ហាចាក់ stress ជាពិសេសពីនឹងរហូតដល់ខែ9រឿងហេរ៉ាញ់វត្ថុក៏រៀងពិបាកដែរអញ្ចឹងហើយប្រយ័ត្នប្រយែងខំប្រឹងធ្វើបុណ្យធ្វើទានទៅមានឱកាសបាន fortune សប្បាយចិត្តរីករាយគេសំខាន់មើលថែផ្លូវចិត្តខ្លួនឯងបញ្ហាអីចូលមកក៏ដោយអ្នកនរគ្នាមើលថែផ្លូវចិត្តខ្លួនឯងសំខាន់ជាងគេនឹងឲ្យទៅដឹកចេញអ្នកគ្នាទៅធ្វើ healing ទៅចាវាមានប្រយោជន៍ខ្លាំងមែនតើខ្ញុំក៏ជាមនុស្សដែលងើបចេញពីបញ្ហានៃការ healing ដែរអ្នកនរគ្នាមើលទៅមួយឆ្នាំតាំងពីបិទព្រំដែនមួយផ្ទះលេខ2មកខ្ញុំចង់ឈួតតែដល់ពេលខ្ញុំ stress ពេកខ្ញុំហត់ពេកខ្ញុំខូចចិត្តផងខ្ញុំ stress ទៅសម្ពាធការងារផងខ្ញុំទៅ healing ខ្ញុំប្រឡែងខ្លួនឯងចាទទួលការ healing ចំណាយមិនចំណាយព្រោះលុយនៅ universe នេះឲ្យទេថ្ងៃបងក៏សួរដែរអ្នកគ្រូចំណាយ 60k 60k ទៅរៀនវិជ្ជាមួយទៅអ្នកគ្រូបានលុយពីណាកូនអ្នកមានមិនខ្ញុំមិនកូនអ្នកមានទេអ្នកកូនអ្នកមានតែលុយហ្នឹងគឺ universe ឲ្យលុយសមាធិសុំ universe រាល់ថ្ងៃនេះគេឲ្យចាំអ្នកនរគ្នាឆ្ងល់តែពេលខ្ញុំសមាធិហើយខ្ញុំចេញវីដេអូសមាធិចេញវីដេអូថ្ងៃខ្លះដោយសារពេលដែលសមាធិគេមកប្រាប់ឲ្យធ្វើអីព្រោះយើងសមាធិយើងសុំគេបំភ្លឺផ្លូវយើងថាយើងត្រូវធ្វើអីតើកូនគួរធ្វើអីជាបន្តកូនមានអីចឹងសួរគេរហូតដល់ថ្ងៃណាមួយគេចង់ឲ្យយើងដឹកគឺគេអវេយើងហ្មងចង់ឲ្យវាខ្លះមកមួយមកពីរយកក៏ខ្ញុំចេញវីដេអូដែរព្រោះអ្វីក៏ដោយបើគេប្រាប់ខ្ញុំគឺខ្ញុំត្រូវតែប្រាប់ភ្លាមបើមិនចឹងទេងើបពីដេកមកគឺភ្លើតដែរតែខ្លះនៅទុកក្នុងក្រុមបានព្រលឹមឡើងក៏មិនដឹងថាហ្នឹងជាស្អីដែរមកតែនឹកឃើញហ្នឹងពីរថ្ងៃទៀតគេមកវិញម្ដងទៀតហ្នឹងពេលខ្លះស៊ីដបងចាឲ្យតែគេប្រាប់ភ្លាមអត់ធ្វើភ្លាមហ្នឹងណាចាំតែមួយថ្ងៃពីរថ្ងៃភ្លើតហ្នឹងណាស៊ីដបងហើយខ្ញុំមិនស្រួលទេណាចាចឹងថ្ងៃហ្នឹងបកបកាសរឿងរ៉ាវច្រើនណាស់នៅក្នុងជីវិតជាបងចាបងដែលចង់បានខ្សែដៃនេះបងក៏សួរថាអ្នកនេះស្រឡាញ់ម៉ូដណាយកម៉ូដហ្នឹងព្រោះអីកិច្ចធ្វើតែមួយចាលោកគ្រូបលីគាត់ជួយប្រសិទ្ធិនេះសម្រាប់អ្នកនេះពាក់អាស្ដាំដែរមកផ្សេងៗអ្នកនេះពាក់អាឆ្វេងដែរលោកគ្រូបលីប្រសិទ្ធិឯហើយខ្ញុំយកទៅកន្លែងប្រម៉ែប្រសិទ្ធិហើយយកមកហ្នឹងខ្ញុំធ្វើពិធីនៅនីអាបែនហ្នឹងក៏ខ្ញុំធ្វើពិធីដែរចឹងអាបែន3តាំងបងថាមានបានស្ទប់ស្ដំមេតាអ្នកស្រឡាញ់នេះបងខ្ញុំគាត់ក៏មកហើយខ្ញុំប្រៀបដាក់ប្រអប់ត្រៀមវិចខ្ចប់នឹងគាត់យកឈុតមកទៀនមកឈុតទៀតចាអញ្ចឹងបច្ចៈដែរគុណភាពនេះតម្លៃនេះគឺត្បូងថ្មទេបើតែបានឆ្លងកាត់ពិធីណាបងដឹងខ្ញុំលក់តម្លៃដូចគេតម្លៃទិញមែននេះចាពួកឯងហ្នឹងខ្ញុំទិញតម្លៃដុំផងបើទិញរៀលដឹងប្រហែលនេះអ្នកគ្នាតម្លៃនៅលើហ្នឹងស្រាប់ចាអត់បាក់មើលទេអញ្ចឹងបងឆាតមកណាចាក៏មកបានតែខ្ញុំបញ្ជាក់ម្ដងទៀតខ្ញុំនិយាយដដែលខ្សែដៃនេះគឺជាខ្សែដៃអង្កាំថ្មមិនមែនជាអង្កាំមានក្រែដូចខ្ញុំលក់ទេសូមបែងចែកប្រភេទដៃដាច់ថ្មពាក្យថាថ្មគឺថ្មចា
បងតន់ខ្ញុំនិយាយអត់បងពេលខ្លះបាញ់ចៃប្រភេទកម្មឲ្យដាច់បងណាចាកម្មថ្មគឺថ្មកម្មធម្មជាតិគឺជាត្បូងដូចយើងមានត្បូងអីខាងត្បូងប៉ៃលិនត្បូងដល់មានចៃត្បូងអីយើងអានឹងត្បូងធម្មជាតិចាបើខ្ញុំថាកម្មថ្មគឺថ្មត្បូងថ្មត្បូងធម្មជាតិគឺត្បូងធម្មជាតិជួយបែងចែកប្រភេទឲ្យដាច់បងណាចាស្ដាប់ខ្ញុំនិយាយមួយឲ្យច្បាស់បងកុំមកវល់មួយខ្ញុំមិនសូវជាស្លូតណាស់ដែរអ្នកដឹងឲ្យតវល់មួយខ្ញុំដែរผมប្រាប់ពេលខ្ញុំលើកខ្ញុំនិយាយក៏ខ្ញុំនិយាយច្បាស់បងកម្មថ្មកម្មធម្មជាតិ grade A grade VIP ខ្ញុំនិយាយជានិច្ចបងកុំប្រើភាសាកម្មថ្មមាន grade ខ្ញុំមិនដឹងទេព្រោះខ្ញុំបាត់ដៃលក់ថ្មចាលើកទី1នេះទិញប៉ះនេះចាតែទិញប៉ះលើកទី1តាំងពីចេះរៀនមកហ្នឹងកុំទិញខុសចាព្រោះតបងឡាខ្ញុំចង់ហាងខ្ញុំឃើញអាមែនទីគេគឺ grade A របស់គេត្រឹមត្រូវមែនប៉ុន្តែខ្ញុំឃើញអាលៀតខ្ញុំឃើញអត់ត្បូងអាមែនទីខ្ញុំនៅច្រើនខ្ញុំអត់ចង់បានទេស្រឡាញ់អាបតោងនេះចាក៏រើសទៅក៏មានអារម្មណ៍ថាកាប់ទៅយើងចិត្តបែកសង្ស័យដែរចឹងណាចាសង្ស័យដែរប៉ុន្តែដោយសារតែយើងអត់មានពិលឆ្លោះសាច់យើងស្មានទង្ងន់ហើយនឹងសម្លេងយកចាដល់ពេលយកមកអង្គុយមើលល្អមើលចង់មើលឡើងបើដឹងថាថ្មមែនចុះពេលថាបងក៏ថតបងមែនខ្ញុំមើលអត់ដឹងនេះបងថតតោះតែយកស្លេចមកខ្ញុំឆ្លោះពិលមើលបើខ្ញុំដឹងព្រោះខ្ញុំមិនអាចមើលតាមរូបថតដឹងថាអាហ្នឹងស៊ីនឬក៏មិនស៊ីនក្រេតអីមើលក្រេតអីចាព្រោះពេលដែលខ្ញុំទៅរៀនខ្ញុំទៅ gallery គេដែលគេដាក់ original អាក្រេតល្អមកនៅបលីហ្នឹងចាកម្មមកគ្រាប់ស្អពី3លានចាស្អជាង100មកគ្រាប់មើលចាក់ភ្នែកហ្មងចាមើលឲ្យចាក់ភ្នែកហ្មងចាខ្លួនឯងជាអ្នកដៃលេងត្បូងនេះណាតែគាត់តែឃើញត្បូងគេក៏ជ្រួលជ្រើចង់បានដែរប៉ុន្តែវាថ្លៃពេកចាជាមកវងត្បូងមកគ្រាប់អីប្រហែល5-600ដុល្លារដែរអញ្ចឹងណាចាប៉ុន្តែរបស់គេនោះសិតត្បូងកម្រិតត្បូងគេអែមរបស់គេមែននិយាយតែអាចថាជាសំណាងខ្ញុំដែរខ្ញុំមានវាសនាបានជួបត្បូងក៏រ៉េតល្អមួយអីឬទៅស្គាល់ថា founder របស់គាត់នេះគាត់ទៅជាសិលឹកយកត្បូងល្អមកប្រើមែនមកដាក់នៅលើ jewelry របស់គាត់មែនចឹងអ្នកអស់គ្នាទៅបលីឲ្យចង់ឃើញត្បូងស្រីត្បូង original ទៅកន្លែងហ្នឹងមើលទៅឲ្យទៅឃើញផ្ទំភ្នែកថានេះអាត្បូងស្រីហ្នឹងវាអញ្ចឹងអាត្បូងការ៉េតល្អ VIP ហ្នឹងវាអញ្ចឹងកុំស្ដាប់លើតែខ្ញុំនិយាយទៅមើលផ្ទាល់ភ្នែកខ្លួនឯងទៅឃើញហ្នឹងតែមានលទ្ធភាពទិញទៅសម្រាប់ខ្ញុំតែលទ្ធភាពខ្ញុំមានតែខ្ញុំអាចមានទិញបានត្រឹមតែកវលហើយអញ្ជៀនហើយខ្ញុំអត់ចង់ពាក់កវលអញ្ជៀនទេដោយសារកវលអញ្ជៀនខ្ញុំមានច្រើនហើយយើងមានណាចាស្លាញ់ខ្សែកតែតម្លៃយើងទៅវាអត់រួចចាមួយខ្សែ5-600ឬក៏7-1000នេះដែរអញ្ចឹងណាតែជាលុយដុល្លារអញ្ចឹងទៅពេលនោះលុយក្នុងកងវាអត់គ្រប់ចាចង់ទ្រីពេលដើររៀងចង់អស់លុយដែរណាចាតែបើទៅតាំងពីដើមទ្រីខ្ញុំខ្សែបានមួយខ្សែបាត់ហើយចាំខ្ញុំនិយាយថាបលីខ្ញុំមក millionaire រាល់ថ្ងៃកុំច្រឡំមិនមែនតែខ្ញុំមិនគ្រប់ធ្វើរីទាំងអស់អញ្ចឹងនិយាយលេងបន្លំមែនអស់ឲ្យកម្មវិធីយើងប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់តក់ healing ដែលធ្វើថ្ងៃ26ឆាតចូលទៅ admin បងប្អូនដែលចង់ធ្វើជុតការនឹកនេះក៏ឆាតទៅ admin ចាខ្ញុំសូមបិទត្រឹមម៉ោង11ថ្ងៃទី22ហ្នឹងព្រោះកម្មវិធីចាប់តាមម៉ោង11ជាងឆ្លងចូលម៉ោង12ហើយមើលការងារហ្នឹងអត់ទទួលទេបិទអស់ហើយចាកក់សម្រាប់អ្នកស្អែកបានធម្មតាសម្រាប់អីវ៉ាន់ថ្ងៃហ្នឹងខ្ញុំរៀបចំជូនបងស្អែកអ្នកក្នុងពេញអ៊ំដឹកជូនអ្នកតាមបណ្ដាខេត្តអ៊ំយកទៅដាក់នៅថ្ងៃហ្នឹងខ្ញុំលើកមកខ្ញុំក្តៅពេកបងនៅក្នុងកន្ទប់ខ្ញុំហើយខ្ញុំវាអត់មានសមាធិធ្វើការទៀតពេលក្តៅពេកខ្ញុំក៏ចេញទៅហាងកាហ្វេទៅហាងកាហ្វេក៏អត់មានបានប្រយោជន៍អីដែរថ្ងៃហ្នឹងចាទីទូលេងចុះលេងឡើងហ្នឹងព្រោះអីបែបយ៉ាងថាអត់មានសមាធិហ្មងយើងហត់ពេកផងអីផងអញ្ចឹងណាចាចឹងអស់ហើយទូខ្លីៗជូនមកបងប៉ុណ្ណឹងខ្ញុំចាប់ផ្ដើមមើលសាច់មុនអាគុំខ្ញុំមិនសូវដល់មកខ្ញុំធ្វើមុនអាគុំទេខ្ញុំធ្វើ spa ខ្ញុំធ្វើចាខ្ញុំធ្វើអីខ្ញុំរៀបចំជូនដល់ Brandon បាសបងចឹងណាចាការងារមិនសូវទៅនេះទេថ្ងៃយកក្រៅធ្វើការងារផ្សេងងាកដល់ផ្ទះធ្វើការងារផ្សេងមួយថ្ងៃប្រាយកាយចង់បលៀនរូបមួយទៀតបងថ្ងៃនេះមានប្រម៉ូសិនចង់គាត់ស្នៀបឈុត44របស់យើងចាអ្នកគ្នានៅតែកំងលេងឈុត444ចាចូលមកបានគាត់ថ្ងៃហ្នឹងទៅអ្នកនរគ្នាប្រម៉ូសិនឈុតហ្នឹងមានអត់មានទៀតទេបងទិញតម្លៃពេញបងចង់ទិញរួមបងចង់ទិញឈុតបានដូចគ្នាប្រម៉ូសិននៅក្នុងហ្នឹងគឺខ្ញុំអួសរប់តម្លៃប្រម៉ូសិនជូនហ្នឹងចាព្រោះបងអត់ទិញឈុតហ្នឹងទេទៅបែបឈុតទៀនក៏ដោយក៏ខ្ញុំ discount ដែរបើសិនអ្នកគ្នាទិញរៀងមិនបានតម្លៃហ្នឹងទេចា